ជាតិយើងបានច្រើនមែនតើអញ្ចឹងមកថាអំពើល្អសកម្មភាពមនុស្សធម៌ដ៏គំរូមួយនេះធ្វើឲ្យក្រុមហ៊ុនទឹកវិសាកម្ពុជាជាមួយនឹងក្រុមហ៊ុន World កណាកដុកក្ដួលខ្លាំងណាស់រហូតចូលរួមបរិច្ចាគទឹកប្រាក់ចំនួន$35,000តាមរយៈលោកទីវតារារិទ្ធនៅក្នុងយុទ្ធនាការជិះកង់ដើម្បីកុមារនេះហើយនេះគឺជាក្បួនជិះកង់ដង្ហែពីភ្នំពេញទៅសៀមរាបណានេះគឺមកដល់សៀមរាបហើយបងប្អូនគឺជាក្បួនជិះកង់ដើម្បីកុមាររបស់លោកទីវតារារិទ្ធនិងបងប្អូនអ្នកស្នេហាវិស័យជិះកង់បានរួមគ្នាជិះកង់ពីស្រះស្រង់ណាតាមតំបន់ប្រាសាទជិះកង់តាមតំបន់អង្គរដើម្បីចូលរួមផ្សព្វផ្សាយទេសចរខេត្តសៀមរាបយើងផងហើយក៏ជិះកង់ដើម្បីយកថវិកាមកមន្ទីរពេទ្យកុមារអង្គររបស់យើងផងដែរបងប្អូនហើយក៏ឃើញថាទទួលបានការស្វាគមន៍ច្រើនមែនទែនពីពុកម៉ែបងប្អូននៅខាងខេត្តសៀមរាបឃើញបងប្អូនកុមាររបស់យើងណាចូលរួមអបអរសាទរស្វាហាប់ច្រៀងអបអរសាទររបស់វត្តមានបងទីវតារារិទ្ធច្រើនមែនទែនពួកគាត់ឃើញថាធ្វើដោយមោទនភាពតែម្ដងហើយពួកគាត់ក៏មានការគូសរូបឲ្យរួមមានអំណោយដែលនិយាយថាពួកគាត់គឺមានការដឹងគុណទៅដល់លោកទីវតារារិទ្ធមែនទែនហើយជាមួយគ្នានឹងដែរក៏ឃើញថាមានការចូលរួមវត្តមានសម្ដេចព្រះព្រំរតនមនីពិនសែមព្រះអង្គនិមន្តមកប្រោះព្រំផងដែរនៅក្នុងកម្មវិធីមួយនេះបងប្អូនការជិះកង់ដើម្បីកុមារកម្ពុជារបស់លោកទីវតារារិទ្ធអាចសម្រេចបានតាមផែនការនិងគោលបំណងដែលចង់បាននោះគឺ$25,000ជួយទៅដល់មន្ទីរពេទ្យពីរគឺមន្ទីរពេទ្យកុមារអង្គរនិងមន្ទីរពេទ្យគុណធបុប្ផាដូច្នេះក៏គួររំលឹកដែរថានៅក្នុងបេសកកម្មរយៈពេល2ឆ្នាំនេះដែរលោកបានរៃអង្គាសថវិកាពីសប្បុរសជនបានចំនួនជាង$22,000អាមេរិកខណៈដែលផែនការរបស់លោកគឺចង់រៃអង្គាសឲ្យបាន$25,000អាមេរិកហើយពេលនោះដែរឃើញថាមិនទាន់ដល់គោលដៅក្រុមហ៊ុនខ្មែរ Beverage ដែលមានភេសជ្ជៈបើកម្លាំងវឹកនៅទឹកពិសាកម្ពុជាណាបានឧបត្ថម្ភប្រាក់បន្ថែមភ្លាមៗគឺ$35,000ដើម្បីជួយបង្ក្រប់ផែនការរៃអង្គាសប្រាក់ឲ្យទទួលបានជោគជ័យតាមការគ្រោងទុកនេះកម្លាំងខ្មែរកម្លាំងអ្នកស្នេហាជាតិរួបរวมគ្នាដើម្បីកម្ពុជាហើយវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយនរណាថាធ្វើល្អបានអីគេនោះមិនពិតទេបងប្អូនហើយបរិះម្នាក់នេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួនណាធ្វើឲ្យបងប្អូនដឹងគុណណាស់ខ្លាចទៅជាបុគ្គលគំរូនៃអំពើល្អតែម្ដងនេះទឹកប្រាក់ចំនួន$25,000បានបកគលមកដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបយើងហើយបងប្អូនមកដល់ទាំងព្រឹកតែម្ដងសូមតសាហើយត្រឹមសាមញ្ញជនធម្មតាណាព្រោះកាត់មកជាមួយនឹងចិត្តមេត្តាធម៌អាណិតក្មេងៗខ្វះការព្យាបាលនៅតាមបណ្ដាខេត្តបងប្អូនអ្នកខ្លះគ្រួសារក្រខ្សត់ណាបងប្រុសទីវតារារិទ្ធក៏ប្រថុយជីវិតប៊ីនឹងស្លាប់ច្រើនដងមែនតើជាមួយនឹងកង់ដ៏កំសត់មួយនេះទម្ងន់ប្រហែលជា70គីឡូក្រាមណាលើកង់នេះបងប្អូនសម្ភារៈនឹងធ្ងន់មែនតើរយៈពេល730ថ្ងៃដើម្បីរៃអង្គាសថវិកាជួយទៅដល់មន្ទីរពេទ្យគុណធបុប្ផានិងមន្ទីរពេទ្យកុមារអង្គររបស់យើងព្រោះតែគាត់អាណិតក្មេងៗដែលខ្វះការព្យាបាលហើយគាត់ក៏ដឹងដែរថាកុមារគឺជាអ្វីនៃប្រទេសយើងតទៅមុខគឺកុមារនេះចូលរួមអភិវឌ្ឍប្រទេសជាតិយើងបានច្រើនមែនតើអញ្ចឹងមកថាអំពើល្អសកម្មភាពមនុស្សធម៌ដ៏គំរូមួយនេះធ្វើឲ្យក្រុមហ៊ុនទឹកវិសាកម្ពុជាជាមួយនឹងក្រុមហ៊ុន World កណាកដុកក្ដួលខ្លាំងណាស់រហូតចូលរួមបរិច្ចាគទឹកប្រាក់ចំនួន$35,000តាមរយៈលោកទីវតារារិទ្ធនៅក្នុងយុទ្ធនាការជិះកង់ដើម្បីកុមារនេះហើយនេះគឺជាក្បួនជិះកង់ដង្ហែពីភ្នំពេញទៅសៀមរាបណានេះគឺមកដល់សៀមរាបហើយបងប្អូនគឺជា